Bàសួស្តីបងប្អូនទាំងគ្នានឹងឲ្យយើងជួបជាមួយគ្នាបន្តទៀតអញ្ចឹងវីដេអូកន្លងមកតើបងប្អូនមើលយល់ដែរឬអត់បាទហ្នឹងហើយអូខេហ្នឹងហើយខិតខំព្យាយាមមើលទៅហ្នឹងហើយបងប្អូនទាំងគ្នាវីដេអូបន្ទាប់នេះខ្ញុំនឹងធ្វើការបង្ហាញនិងបង្រៀនពន្យល់បងប្អូនបាទពីខុសបងប្អូនធូនខុសហ្នឹងព្រោះវីដេអូមុនយើងបរៀននៅ association រួចហើយអញ្ចឹងមកដល់នេះគឺយើងបង្រៀនអំពីធូនខុសបងប្អូនទាំងគ្នាអញ្ចឹងធូនខុសនេះបងប្អូនអរគ្នាខ្ញុំនឹងធ្វើការបញ្យល់បងប្អូនវីដេអូនេះមួយគឺ4 tool នេះតែម្ដងបាទដោយសារខ្ញុំពេលខ្លះខ្ញុំអត់ចង់ធ្វើវីដេអូមួយបាក់អំពើទេចង់ឲ្យបងប្អូនមើលទៅប៉ុន្តែវាពិបាកក្នុងការយល់បន្តិចបាទប៉ុន្តែខ្ញុំនឹងបញ្យល់ពីមកប្រឡោះនេះទាំងអស់បណ្ដោយយល់ទេហើយចាំវីដេអូបន្ទាប់ទៀតខ្ញុំនឹងធ្វើការបញ្យល់ពីបែបខាងលើផ្សេងទៀតបងប្អូនទាំងគ្នាហ្នឹងហើយបងប្អូនទាំងគ្នាកុំឲ្យខាត់ពេលយូរខ្ញុំនឹងបញ្យល់បងប្អូនថាតើអា tool នេះវាហ្នឹងហើយវាមាននៅមុខងារវាអីគេហ្នឹងហើយបងប្អូនទាំងគ្នាអានេះឃើញគេដាក់ពាក្យ highlight អត់ highlight នេះមានន័យថាពន្លឺបាទពន្លឺអាជាតិចាំងហ្នឹងពន្លឺចាំងលាកនៅលើនេះនៅលើអាវលើអីហ្នឹងអញ្ចឹងមានន័យថាអាសញ្ញានេះគឺខាងនេះពណ៌ខ្មៅអញ្ចឹងបើសិនជាយើងចង់ឲ្យវាខ្មៅយើងអូសវាមកអញ្ចឹងមានន័យថាវាកាត់ភាពអាលាកនៅលើនឹងចេញហ្នឹងឃើញអត់ប៉ុន្តែអាប្រភេទ highlight នេះគឺវាប៉ាមវាចង់និយាយថាវាស៊ីខ្លាំងយល់ទេវាស៊ីខ្លាំងណានេះឃើញអត់វាធ្វើឲ្យបែបទៅសតុនខ្លាំងហ្មងអញ្ចឹងយើងកុំសូវប្រើពេកប្រើល្មមបានហើយអញ្ចឹងបើសិនជាយើងឃើញរូបមកលាកឧទាហរណ៍ថាយើងមកឃើញរូបមកអញ្ចេះចាំយើងថយវាយើងថយមកស្អាតចឹងមកតែរូបនេះវាមិនណាស់ណាទេយើងថយតិចតួចបានហើយយល់ទេឃើញទេអញ្ចឹងវាបន្ថយភាពចាំងភាពអាលាកហ្នឹងឃើញទេទៅបងប្អូនអាចជាមិនសូវឃើញnhưng បើសិនអូខ្លាំងយ៉ាងទៀតមិនឃើញនេះឃើញអត់អញ្ចឹងវាកាត់អាជាតិរលាកហ្នឹងអញ្ចឹងយើងអានឹងមុខងាររបស់វាហើយបន្តមកទៀត line បាទ line នេះដូចគ្នាដែរវាប្រភេទជាពលឺជួយឲ្យថ្លារូបបើសិនយើងបើកមុខវាជួយឲ្យថ្លានេះឃើញទេវាមានជាតិឆេះគឺវាថ្លាអញ្ចឹងបងប្អូនឃើញទេហើយបើសិនជាយើងឃើញឆេះអញ្ចឹងយើងថយវាត្រឡប់មកវិញមកប៉ុន្តែទូទៅខ្ញុំមិនដែលប្រើតម្លាក់មកក្រោយបងប្អូនព្រោះខ្ញុំទូទៅខ្ញុំចង់រូបយ៉ាងលះថ្លាខ្ញុំប្រើបើកមកមុខហើយ highlight នេះខ្ញុំចង់កាត់ជាតិឆេះខ្ញុំតម្លាក់មកក្រោយព្រោះដោយសារខ្ញុំចង់ឲ្យវាថ្លាប៉ុន្តែអត់ឲ្យវាស្អាតទេកាលណាយើងតម្លាក់ highlight មកវាយើងស្អាតប៉ុន្តែយើងតម្លាក់មកល្មមមកវាមើលទៅមិនស្អាតពេកវាល្មមតម្លាក់ប៉ុណ្ណេះមកដល់ក្របយោងគ្នាទៅហើយអានេះបងប្អូនអាដាកនេះគឺជាពលឺបាទពលឺនេះភ្លឺអត់ប៉ុន្តែពលឺវានឹងពលឺខុសពី exposure ពលឺវាបើកទៅគឺភ្លឺបែបលាកបែបឆេះចឹងខ្ញុំឧទាហរណ៍មើលឃើញទេវាភ្លឺបែបលលាកឃើញទេតើទាំងបូលចឹងហ្មងវាមានពលឺហើយវាមាន contrast នៅនឹងអញ្ចឹងតើវាបង្កើតឲ្យវាឆេះយ៉ាងឯងឃើញទេហើយវាលះប៉ុន្តែដល់ពេលអាដាកនេះវាអត់ទេវាភ្លឺប៉ុន្តែវាអត់ឆេះឃើញទេអត់ឆេះអញ្ចឹងបើសិនយើងឃើញរូបវិញកម្ៅយើងបើកតិចតួចទៅបាន4 5 6 7តាមនោះទៅតាមភ្នែកយើងធ្វើស្អាតហើយសាដូដូចគ្នាដែរសាដូនេះអ្នកប្រភេទខ្មៅក្រឹបខ្លាំងអញ្ចឹងយើងរុញមកមុខតិចមកវាភ្លឺក្នុងហ្នឹងឃើញទេយល់ទេតែបើឃើញរូបមកផ្សែងចាំយើងតម្លាក់ឃើញរូបមកផ្សែងចាំយើងថយវាមកនេះវិញហើយវាកាត់ទៀតហុយបានខ្លះតែយើងមិនយកវាទាំងដុលទេយល់ទេយើងយកជំនួយវាតិចហ្នឹងឃើញទេនេះប៉ុន្តែក៏ខ្ញុំបើកមកល្មមបន្តិចមិនបើកណាទេតែប៉ុណ្ណេះមកអញ្ចឹងរូបនេះគេញ៉ាំតែប្រមាណ tool នេះគឺអាចបញ្ជួយសម្រាលវាកាត់បន្ថយឃើញទេវាមានពលឺស្មើល្មមកាត់បន្ថយលលាកកាត់អីគេញ៉ាំឃើញប៉ុណ្ណឹងខ្លាំងគ្នាបាត់ហើយ
ចុះបងប្អូនមើលតអត់ហ្នឹងហើយបើមើលមិនតាន់ព្យាយាមមើលទៅបានមើលឲ្យស្តុកស្វែងយល់បាទអញ្ចឹងវីដេអូបន្ទាប់ហ្នឹងខ្ញុំនឹងបង្រៀនពីនេះទាំងអស់នេះបាទតើវាយ៉ាងម៉េចបាទយើងត្រូវប្រើល្បិចខ្លះអញ្ចឹងណាព្រោះដល់តែយើងឆ្លងវគ្គពីទាំងអស់នេះសិនបាទសល់ច្រើនណាស់បងប្អូនហើយឥឡូវដល់ខែរវល់ទៀតប្រហែលជាមិនសូវបានចេញវីដេអូទៀងទាត់ទេបងប្អូនហ្នឹងហើយបងប្អូនហ្នឹងហើយកុំភ្លេចជួយចុច like ចុច share ហ្នឹងហើយ subscribe channel ខ្ញុំផងហ្នឹងហើយអូខេហើយព្យាយាមមើលទៅបងប្អូនយើងជួបគ្នាវីដេអូបន្តទៀត